មុនពេលដែលយើងក្លាយទៅជាមនុស្សម្នាក់ដែលពូកែយើងក៏ត្រូវតែយល់ដឹងពីរឿងសាមញ្ញមួយជីវិតគឺដូចជាខ្មៅដៃមួយដើមបាទស្ដាប់អត់ខុសទេខ្មៅដៃស្ដាប់មើលទៅវាដូចជាសាមញ្ញប៉ុន្តែវាគឺជាមេរៀនដ៏មានអត្ថន័យដែលអាចផ្លាស់ប្ដូររបៀបគិតរបស់យើងគ្រប់គ្នាបើចង់ដឹងថាតើជីវិតដូចជាមួយនឹងខ្មៅដៃរបៀបណាតោះមកស្ដាប់រឿងនេះជាមួយខ្ញុំជាទូទៅបើកាលណាយើងនិយាយពីខ្មៅដៃគឺអត់អាចសរសេរដោយខ្លួនវាបានទេអញ្ចឹងខ្មៅដៃគឺត្រូវការដៃដើម្បីដឹកនាំចាប់កាន់នៅក្នុងការសរសេរបើអត់មានដៃយើងក៏អត់អាចសរសេរអ្វីបានឡើយនៅក្នុងជីវិតក៏ដូចគ្នាគឺយើងត្រូវការអ្នកណែនាំបើនៅសាលារៀនអាចនិយាយបានថាមានលោកគ្រូអ្នកគ្រូឬមួយក៏មិត្តភ័ក្តិនៅផ្ទះអាចមានជាឪពុកម្ដាយជាបងប្រុសប្អូនប្រុសបងស្រីប្អូនស្រីលោកពូអ្នកមីងអីជាដើមបើសិនជានៅកន្លែងធ្វើការអាចនិយាយបានថាជាមេយើងឬមួយក៏ជាមិត្តរួមការងារណាម្នាក់អញ្ចឹងគឺយើងមិនមែនដើរតែម្នាក់ឯងនោះទេខ្មៅដៃត្រូវតែមុតត្រូវតែខួងវាទើបយើងអាចប្រើវាបានកាន់តែប្រសើរប៉ុន្តែបើកាលណាមុតពេកវាអាចបាត់ផ្នែកខ្លះរបស់វាក្នុងជីវិតដូចគ្នាយើងនឹងជួបជាមួយនឹងការឈឺចាប់ភាពមិនសប្បាយចិត្តហើយនឹងអ្វីដែលអត់បានមកដូចបំណងបើយើងនិយាយពីអ្នកលក់វិញពេលខ្លះគាត់អាចរងការបដិសេធគាត់អាចជួបពេលវេលាដែលលំបាកឬមួយក៏ពេលខ្លះគឺបរាជ័យនៅក្នុងឆាកជីវិតប៉ុន្តែទង្វើទាំងអស់ហ្នឹងវាមិនមែនកើតឡើងដើម្បីបំផ្លាញយើងទេប៉ុន្តែវាកំពុងតែបង្កើតនៅរឿងអ្វីមួយខ្មៅដៃជាគូនឹងជាប់លុបវាអនុញ្ញាតឲ្យយើងកែសម្រួលរាល់កំហុសផ្សេងៗដែលយើងបានសរសេរខុសត្រង់ណាយើងមានជាប់លុបក្នុងការជួយក្នុងជីវិតរបស់យើងអត់ដែលមានអ្នកណាគេដែលកើតមកធ្វើរឿងមួយដែលត្រូវទាំងអស់ទេវាតែងតែមានកំហុសហើយកំហុសវាតែងតែធ្វើឲ្យយើងមានវិបដិសារីតិចឬច្រើនមនុស្សគ្រប់គ្នាដូចគ្នាជាមួយនឹងខ្មៅដៃយើងមានឱកាសនៅក្នុងការប្រែវាជាមួយនឹងជាប់លុបរៀនពីវាធ្វើឲ្យខ្លួនឯងក្លាយទៅជាមនុស្សម្នាក់ដែលល្អកំហុសវាមិនមែនកើតហើយវាធ្វើឲ្យយើងចប់ដំណឹងទេប៉ុន្តែវាជាផ្នែកមួយនៃការរួមដំណើររបស់យើងផ្នែកសំខាន់បំផុតរបស់ខ្មៅដៃមិនមែនសម្បកក្រៅទេប៉ុន្តែគឺបដូលខ្មៅដៃដែលនៅខាងក្នុងទាញមកជីវិតដូចគ្នាទៀតអ្វីដែលសំខាន់វាមិនមែនជារូបឆោមរូបរាងខាងក្រៅរបស់យើងទេប៉ុន្តែគឺជាអ្វីដែលនៅក្នុងខ្លួនរបស់អ្នកចិត្តគំនិតបេះដូងហើយនឹងតម្លៃនៃជីវិតខ្មៅដៃតែងតែទុកស្នាមមួយមិនថាសរសេរអ្វីក៏ដោយវាតែងតែទុកស្នាមហ្នឹងពីក្រោយការសរសេរទោះបីជាពេលខ្លះយើងលុបវាហើយក៏មិនប្រកាសថាវារលុបអស់ 100% ដែរទោះបីជារលុបអស់ក៏វានៅសល់ស្នាមដូចគ្នានៅក្នុងជីវិតរបស់យើងដូចគ្នាទៀតតាមរយៈសកម្មភាពពាក្យសម្ដីឬមួយក៏ការសម្រេចចិត្តវាតែងតែបន្សល់នៅដើមដូចគ្នាតែសំណួរគឺថាតើយើងចង់ទុកស្នាមនឹងក្នុងរូបរាងបែបណាដូច្នេះយើងត្រូវចងចាំថាជីវិតមនុស្សយើងទាំងអស់គ្នាគឺប្រៀបដូចជាខ្មៅដៃមួយអញ្ចឹងយើងត្រូវការអ្នកណែនាំបាទខ្មៅដៃត្រូវការដៃនៅក្នុងការដឹកនាំក្នុងការសរសេរយើងក៏ត្រូវការអ្នកណែនាំដូចគ្នាយើងសាងកំហុសយើងសាក់លបងប៉ុន្តែចុងក្រោយគឺមានតែយើងទេដែលជាអ្នកដែលមានសិទ្ធិមានអំណាចមានតួនាទីនៅក្នុងការសរសេររឿងជីវិតផ្ទាល់ខ្លួនរបស់យើងតើយើងចង់ឲ្យជីវិតរបស់យើងคล้ายទៅជាជីវិតមួយដែលនៅក្នុងរូបភាពបែបណា